បាទសួស្តីប្រិយមិត្តទាំងអស់គ្នាឥឡូវយើងវិលត្រឡប់មកជួបគ្នាជាមួយនឹងការសិក្សាកុំព្យូទ័របន្តទៀតបាទអញ្ចឹងនៅក្នុងមេរៀនមុនខ្ញុំបានលើកឡើងពីការរៀបចំกระดาษនិងការវាយខាងក្បាលខាងលើនៅក្នុងกระดาษកិច្ចការមួយនេះបាទអញ្ចឹងចូលមកដល់ចំណុចនេះគឺខ្ញុំបាននឹងលើកយកពីការដាក់ប្រអប់អត្ថបទនេះដាក់គេហៅថាប្រអប់អត្ថបទប្រអប់ហើយយើងមានដាក់អក្សរសម្ងាត់នេះថាតើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីឲ្យទទួលបានរូបភាពស្អាតបែបនេះបាទចាស់តើឥឡូវយើងទៅមើលទាំងអស់គ្នាយើងមើលមកលើសិលឹកកិច្ចការរបស់យើងវិញគឺខ្ញុំវាយដូចជាដើមសិនមកដែលយើងនៅក្នុងនេះមានហត្ថលេខានរៈមាននាមតកូលមានអីជួយដូចគេសិនខ្ញុំអូតពីវាមកចំហៀងពីនេះទៅមកចំហៀងអញ្ចឹងអានេះដាក់ហត្ថលេខាយ៉ាច្រឡំភ្លេចដូរក្តារចុចហត្ថលេខាអនុរៈនោះរៈហើយយើងចុច2តមកទៅយើងថេបវាដើម្បីយើងសរសេរនាមខ្លួននាមតកូលនេះតែម្ដងនាមខ្លួននាមតកូលនាមខ្លួនមិនណានាមខ្លួននាមតកូលទេនាមតកូលនិងនាមខ្លួនហើយយើងចុចចឹងចុច2ហើយខ្ញុំចុចបែបនេះបើឲ្យដូរខ្ញុំដូរពុម្ពអក្សរនេះដូរចង់បានលើលើចុចលើនេះហើយយកជក់ទ្រង់ទ្រាយហើយយើងយកអានេះមកកន្លែងនេះតមកទៀតយើង enter ទម្លាក់មកហើយយើងត្រេបន្តិចមកហើយយើងចុចដើម្បីយកហត្ថលេខារបស់គេនេះថេបមកមួយទៀតយើងសរសេរដាក់ថាថ្ងៃខែឆ្នាំកំណើតដូចគេដែរថ្ងៃខែឆ្នាំកំណើតចុច2ហើយខ្ញុំចុចរហូតមកយើងចុចស្មើគ្នាបានស្អាតនេះយើងចុចឲ្យស្មើគ្នាចេះមក enter ទម្លាក់ខ្ញុំដកឃ្លាត្រេមកខ្ញុំចុចបែបនេះកន្លែងហត្ថលេខានរៈហ្នឹងបាន2ហើយខ្ញុំថេបមកទៀតមកខ្ញុំដាក់ថាហត្ថលេខាបេក្ខជនបេក្ខជនហ្នឹងខ្ញុំចុច2ដូចគ្នាខ្ញុំចុចមកដល់នេះនេះយើងបានប៉ុណ្ណេះឥឡូវខ្ញុំចង់ដាក់គូប្រអប់មិញយើងនិយាយពីការគូប្រអប់របស់យើងនេះប្រអប់អក្សរសម្ងាត់នេះណាបាទអញ្ចឹងវិធីសាស្ត្រនៃការគូអក្សរសម្ងាត់យើងចូលមកងាយខ្លីៗខ្ញុំបរិយានាយធំយើងមើលមកចូលទី1ចូលមកកន្លែង insert ចឹងចូល insert ហើយយើងចូលមកកន្លែង text box នៅខាងស្ដាំដៃមាន text box ចុចលើវាហើយយកពាក្យថា draw text box ខាងក្រោមនេះចុចលើវាយើងគូយកតែម្ដងដល់ចុងពេលនោះយើងមានប្រអប់នេះមួយហើយនឹងទស្សនិកលោតនៅក្នុងហ្នឹងយើងទៅសេដាក់ថាអក្សរសម្ងាត់ចឹងដោយសារវាតូចពីនៅក្នុងនេះយើង select លើវាឲ្យធំសរសេរលើវា select លើវាធំជាងមកចូលមក home វិញយើងដូរពុម្ពអក្សរយើងដាក់ពុម្ពអក្សរខ្មែរ content ដូចគ្នាពុម្ព11ដើម្បីតូចតិចណាបាទអញ្ចឹងយើងមានប៉ុណ្ណឹងហើយក្នុងនេះយើងមិនបាច់ចុចទេយើងសរសេរប៉ុណ្ណឹងទៅហើយបើចង់កិលវាទៀតយើងទាញមកខាងនេះមកបាទយើងកិលបាទអញ្ចឹងនេះគឺជាការបញ្ចូលទៅលើប្រអប់អត្ថបទនេះអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងទេសង្ឃឹមថាប្រិយមិត្តអាចធ្វើបានតោះសាកល្បងទាំងអស់គ្នា